សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីគន្លឹះតូចមួយនៅក្នុង Microsoft Word ការទាញទិន្នន័យដែលយើងបាន copy កន្លងមកយកមកប្រើប្រាស់ឡើងវិញណាអញ្ចឹងជាទូទៅបងប្អូនតែងតែ copy ហើយ paste វាជាប់អត្ថន័យចុងក្រោយដែលយើងបាន copy ហ្នឹងអញ្ចឹងខ្ញុំនឹងបង្ហាញអំពីការទាញយកអ្វីដែលយើងបាន copy កន្លងមកយកមកប្រើប្រាស់ឡើងវិញដែលយើងមិនចាំបាច់ទៅ copy ម្ដងទៀតទេណាអូខេអញ្ចឹងខ្ញុំលុបអត្ថបទនេះចេញខ្ញុំត្រូវទាញយកអត្ថបទដែលស្វ័យប្រវត្តិតាមរូបមន្តនេះនៅក្នុង Microsoft Word ស្មើ run បើវងកញ្ចក់ហើយខ្ញុំយក3ល្បះក្នុងមួយល្បះខ្ញុំយក3ជួរខ្ញុំបិទពងក្រចកមកវិញខ្ញុំចុច enter គឺខ្ញុំទទួលបានអត្ថបទចំនួន3ល្បះនេះ3កតាខណ្ឌនេះហើយខ្ញុំ copy ណាខ្ញុំ copy ឧទាហរណ៍ថាខ្ញុំ copy មួយជួរនេះណាពីវីដេអូមកដល់ point នេះបន្តមកទៀតគឺខ្ញុំ copy កន្លែងនេះ you can នេះមកដល់ document នេះណាអូខេខ្ញុំ copy បាន2ហើយខ្ញុំ copy កន្លែងនេះទៀតណាអូខេបន្តមកទៀតយើងចូលមកកាន់កន្លែងនេះឥឡូវខ្ញុំផាសទិន្នន័យដែលយើងបានcopy កន្លងមកអញ្ចឹងនៅពេលដែលយើងផាសណាពេលដែលយើងផាសទៅ control V មកគឺវាជាប់អត្ថន័យចុងក្រោយនឹងមកណាគឺវាបង្ហាញអត្ថន័យដែលយើងបាន copy ចុងក្រោយនឹងមកក៏ប៉ុន្តែនៅពេលដែលយើងចុចណានៅពេលដែលយើងចុច window បូកជាមួយនឹងអក្សរ V អញ្ចឹងវាបង្ហាញផ្ទាំងណាវាបង្ហាញផ្ទាំងទិន្នន័យដែលយើងបាន copy កន្លងមកណាអូខេអញ្ចឹងអានេះដែលយើងបាន copy ទី1យើង copy ទី2ហើយនឹងយើង copy ទី3អញ្ចឹងអានេះខ្ញុំបាន copy កន្លងមកណា copy កន្លងមកហើយយើងអាចយកវាមកប្រើប្រាស់ឡើងវិញបានណាយើងមិនចាំបាច់ទៅ copy ម្ដងទៀតទេណាហើយយើងផាសវាមកតើខ្ញុំចង់ផាសនេះវីដេអូនេះណាអូខេបន្តមកទៀតWindows អក្សរ V ដែលពីទៀតមកខ្ញុំចង់បានមួយណាទៀតមួយទៀតអូខេនេះគឺជាវិធីលឿននឹងជួយសម្រួលការងារបងប្អូនបានមួយចំនួនដែរណាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត